ស្ដីបងប្អូនថ្ងៃនេះយើងបន្តចូលមេរៀនរបស់យើងទៀតចូលដល់ជំពូកទី2ប្រព័ន្ធមេរៀនទី3ការគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញផ្នែកកខ្លឹមសារមេរៀនការងារផ្នែកគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញ1ការណែនាំអំពីប្រព័ន្ធគ្រប់គ្រង2ការគ្រប់គ្រងនិងបណ្ដាញ2តម្រូវការការងារ3បរិស្ថានការងារខ្លឹមសារមេរៀនផ្នែកកការងារផ្នែកគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញ1ការណែនាំអំពីការគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញ2តម្រូវការការងារ3បរិស្ថានការងារវត្ថុបំណងនៃមេរៀន1គឺកំណត់និងយល់ដឹងពីមុខងាររបស់ប្រព័ន្ធនិងបណ្ដាញ2ការយល់ដឹងពីជំនាញក្នុងការគ្រប់គ្រងបណ្ដាញប្រព័ន្ធនិងបរិស្ថាន3ការស្គាល់និងយល់ដឹងអំពីការអប់រំបំណិនទំនាក់ទំនងគោលគំនិតបច្ចេកទេសនិងលក្ខណៈសម្បត្តិផ្សេងៗត្រូវមានដើម្បីក្លាយជាអ្នកឯកទេសផ្នែកកុំព្យូទ័រអ្នកគ្រប់គ្រងប្រព័ន្ធវិស្វករប្រព័ន្ធវិស្វករបណ្ដាញឬអ្នកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានអាជីពវត្ថុបំណងទី4ការយល់ដឹងគឺឲ្យមានការយល់ដឹងពីកុំព្យូទ័រផ្ទាល់ខ្លួនសមាសភាពរបស់វានិងការបញ្ជូនព័ត៌មានជាមួយគ្រឿងឧបករណ៍ខាងក្រៅកុំព្យូទ័រផ្សេងៗនិងអ៊ីនធឺណិត5ការយល់ដឹងពីគ្រឿងកុំព្យូទ័រផ្នែករឹងដើម្បីអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការទិញកុំព្យូទ័រសម្រាប់ការងារបានត្រឹមត្រូវនិងមានប្រសិទ្ធភាពផងដែរចូលដល់1ការណែនាំអំពីការគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញសំណួរតើការគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញគឺជាអ្វីចំណុចរបស់វាគឺការគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញគឺជាពាក្យដែលគេប្រើសម្គាល់ដំណើរការនិងការពិនិត្យមើលប្រតិបត្តិការគ្រឿងកុំព្យូទ័រផ្នែករឹងនិងកម្មវិធីកុំព្យូទ័រផ្នែកទន់នៅក្នុងក្រុមហ៊ុនឬកន្លែងធ្វើការមួយវិជ្ជាជីវៈដែលប្រើនៅក្នុងការបំពេញការងារក្នុងវិស័យនេះត្រូវមានការបណ្ដុះបណ្ដាលបច្ចេកទេសផ្នែកប្រព័ន្ធព័ត៌មានវិទ្យាផងដែរសំណួរបន្ទាប់ទី2តើម៉ាស៊ីនមេបណ្ដាញគឺជាអ្វីម៉ាស៊ីនមេបណ្ដាញគឺជាកន្លែងដែលទំព័របណ្ដាញត្រូវបានរក្សាទុកនិងត្រូវបានបើកដំណើរការ24ម៉ោងក្នុងមួយថ្ងៃជានិច្ចជាមួយនឹងការតភ្ជាប់អ៊ីនធឺណិតដើម្បីឲ្យអ្នកប្រើចូលទៅកាន់ព័ត៌មាននៅពេលណាមួយក៏បានពីកន្លែងណាមួយនៅលើពិភពលោកសំណួរបន្ទាប់បណ្ដាញកុំព្យូទ័រសំដៅទៅលើអ្វីបណ្ដាញកុំព្យូទ័រគឺជាផ្នែកមួយនៃប្រព័ន្ធកុំព្យូទ័រដែលអនុញ្ញាតឲ្យកុំព្យូទ័រធ្វើការផ្លាស់ប្ដូរទិន្នន័យចូលប្រើអ៊ីនធឺណិតនិងការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើផ្សេងៗឧទាហរណ៍ការប្រើអ៊ីមែលបណ្ដាញសង្គមជាដើមបណ្ដាញផ្សំដោយការតភ្ជាប់រវាងកុំព្យូទ័រតាមរយៈខ្សែបណ្ដោយក៏ដូចជាឧបករណ៍ដែលជាចំណុចតភ្ជាប់ខ្សែបណ្ដោយទាំងអស់និងសម្រួលដល់ការបញ្ជូនព័ត៌មានទៅវិញទៅមកក្នុងករណីខ្លះបណ្ដាញរួមមានការប្រាស្រ័យទាក់ទងដែលមិនប្រើខ្សែដោយការប្រើរលកវិទ្យុដើម្បីផ្ដល់ព័ត៌មានដែរនេះជាការប្រើតភ្ជាប់ឥតខ្សែហៅថា Wi-Fi តាមរយៈកុំព្យូទ័រដែលបានតភ្ជាប់ទៅនឹងអ៊ីនធឺណិតបណ្ដាញអាចប្រើបានទាំងមានខ្សែនិងឥតខ្សែតើការងារដែលតាក់ទងនឹងផ្នែក IT មានអ្វីខ្លះនេះជាសំណួរសំខាន់នៅក្នុងមេរៀនរបស់យើងការងារដែលតាក់ទងនឹង IT មានដូចជាទី1គេមើលរូបបងប្អូនគ្នាមកអ្នកគ្រប់គ្រងព័ត៌មានវិទ្យាទី2
វិស្វករបណ្ដាញទី3វិស្វករប្រព័ន្ធទី4អ្នកគ្រប់គ្រងប្រព័ន្ធទី5អ្នកបច្ចេកទេសជំនួយផ្នែកកុំព្យូទ័រចូលពន្យល់ពីតួនាទីនៃផ្នែកខាងក្រោម 1. អ្នកឯកទេសជំនួយផ្នែកកុំព្យូទ័រ 2. អ្នកគ្រប់គ្រងប្រព័ន្ធ 3. វិស្វករប្រព័ន្ធ 4. វិស្វករបណ្ដាញ 5. ប្រធានគ្រប់គ្រងព័ត៌មានវិទ្យា 1. អ្នកឯកទេសជំនួយផ្នែកកុំព្យូទ័រតួនាទីនេះជាចំណុចចាប់ផ្ដើមមួយនៅក្នុងអាជីពជាអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រអ្នកឯកទេសជំនួយផ្នែកកុំព្យូទ័រជាអ្នកជំនាញដំឡើងជួសជុលគ្រឿងឧបករណ៍កុំព្យូទ័រនិងធ្វើការថែទាំបណ្ដាញឲ្យដំណើរការជាទៀងទាត់ប៉ុន្តែការងារភាគច្រើនរបស់ពួកគេគឺចំណាយពេលជួយអ្នកប្រើធ្វើយ៉ាងណាឲ្យពួកគេប្រើកុំព្យូទ័របានស្រួលនិងជួយកំណត់រចនាសម្ព័ន្ធកម្មវិធីតាមមធ្យោបាយដែលអ្នកប្រើចង់បានអ្នកគ្រប់គ្រងប្រព័ន្ធអ្នកគ្រប់គ្រងប្រព័ន្ធគឺជាមនុស្សដែលនៅក្នុងមុខតំណែងនេះមានទំនួលខុសត្រូវក្នុងការថែទាំប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនឬស្ថាប័នមួយពួកគេជាអ្នកដាក់ការងារនិងគ្រប់គ្រងអ្នកឯកទេសជំនួយផ្នែកកុំព្យូទ័រផងដែរនៅក្នុងក្រុមហ៊ុនខ្លះពួកគេអាចទទួលខុសត្រូវក្នុងការគ្រប់គ្រងម៉ាស៊ីនមេផងដែរនិងរួមមានការដំឡើងថែទាំនិងការធ្វើបច្ចុប្បន្នភាពម៉ាស៊ីនមេក៏ដូចជាធ្វើការបម្រុងទុកការពារទិន្នន័យពីការលួចឬចារកម្មនិងធានាអ៊ីមែលនិងបណ្ដាញផ្ទុកទិន្នន័យដំណើរការល្អប្រសើរផងដែរវិស្វករប្រព័ន្ធវិស្វករប្រព័ន្ធគឺជាតំណែងជាអ្នកគ្រប់គ្រងដ៏សំខាន់នៅក្នុងផ្នែកកុំព្យូទ័រវិស្វករប្រព័ន្ធជាអ្នករៀបចំប្រព័ន្ធកុំព្យូទ័រធ្វើការសម្រេចចិត្តពីប្រភេទរចនាសម្ព័ន្ធកុំព្យូទ័រសមាសភាពកម្មវិធីកុំព្យូទ័រនិងបណ្ដាញដែលគួរប្រើនៅក្នុងការងារណាមួយផ្នែកលើសេវាកម្មដែលចាំបាច់និងចំនួនអ្នកប្រើផងដែរវិស្វករបណ្ដាញវិស្វករបណ្ដាញនៅក្នុងក្រុមហ៊ុនខ្នាតតូចៗវិស្វករប្រព័ន្ធនិងវិស្វករបណ្ដាញអនុវត្តមុខងារប្រហាក់ប្រហែលគ្នាជាច្រើនប៉ុន្តែក្រុមហ៊ុនខ្នាតធំៗវិញមុខងារទាំងពីរនេះគឺខុសគ្នាវិស្វករបណ្ដាញគឺមានទំនួលខុសត្រូវសម្រាប់ការរចនារៀបចំនិងថែទាំបណ្ដាញទំនាក់ទំនងវិស្វករបណ្ដាញគឺមានទំនួលខុសត្រូវសម្រាប់ផ្ដល់ទិន្នន័យដែលរួមមានអ៊ីនត្រាណេតប្រព័ន្ធទូរស័ព្ទឧបករណ៍ចល័តនិងមានទំនួលខុសត្រូវក្នុងការតភ្ជាប់បណ្ដាញតូចៗជាមួយបច្ចេកវិទ្យាទំនាក់ទំនងបណ្ដាញធំឬតាមផ្កាយរណបដើម្បីបង្កើតបានជាបណ្ដាញសកលប្រធានគ្រប់គ្រងព័ត៌មានវិទ្យាគឺជាអ្នកដែលទទួលខុសត្រូវខ្ពស់លើគ្រប់ដំណើរការប្រព័ន្ធកុំព្យូទ័រទាំងអស់នៅក្នុងស្ថាប័នមួយជាញឹកញាប់ត្រូវរាយការណ៍ទៅនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនស្ថាប័ននោះប្រធានគ្រប់គ្រងព័ត៌មានវិទ្យាធ្វើផែនការជួលបុគ្គលិកកំណត់ផែនការនិងចំណាយផ្សេងៗព្រមទាំងរៀបចំផែនការសម្រាប់ផ្នែកព័ត៌មានវិទ្យាតើអ្នកឯកទេសជំនួយផ្នែកកុំព្យូទ័រនិងអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រតែងមានទំនាក់ទំនងគ្នាជាមួយអ្នកណាខ្លះនេះគឺជាសំណួរនៅក្នុងចំណុចទី3បរិស្ថានការងារចំណុចរបស់វាគឺអ្នកឯកទេសជំនួយផ្នែកកុំព្យូទ័រនិងអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រតែងមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកប្រើកុំព្យូទ័រខាងក្នុងឬខាងក្រៅស្ថាប័នការងារទាំងអស់របស់គាត់គឺដើម្បីប្រាកដថាអ្នកប្រើទាំងអស់អាចប្រើកុំព្យូទ័ររបស់ពួកគេបានធម្មតាសម្រាប់ការងារដោយគ្មានបញ្ហាមេរៀនសង្ខេប
នៅក្នុងមេរៀនទី2នេះចំពុកទី2នេះគឺស្ថាប័នប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីរក្សាទុកព័ត៌មានរៀបចំនិងអាចរកបានយ៉ាងងាយស្រួលក្រុមហ៊ុនធំមានអ្នកធ្វើការច្រើនផ្សេងគ្នាដែលជួយធ្វើផែនការដំឡើងនិងថែទាំកុំព្យូទ័រក៏ដូចជាបុគ្គលិកដែលធ្វើការផ្ទាល់ខ្លួនជាមួយអ្នកប្រើផងដែរអ្នកធ្វើការដែលធានាច្បាស់លាស់ថាក្រុមហ៊ុនមានកុំព្យូទ័រដំណើរការយ៉ាងរលូនគឺជាអ្នកជំនួយការផ្នែកកុំព្យូទ័រអ្នកគ្រប់គ្រងប្រព័ន្ធបណ្ដាញនិងប្រធានគ្រប់គ្រងព័ត៌មានវិទ្យាផងដែរ